ចឹងមូលហេតុដែលកកើតអាហ្នឹងមានច្រើនតែ អាចតេតងនឹងប្រព័ន្ធប្រសាទគូក្បាលរបស់យើង stress យើងអីហ្នឹងឯង stress យើងលុយ បាទយើង stress យើងព្រួយបារម្ភយើងមានភាពតានតឹងណាដល់ពេលអញ្ចឹងអាចនឹងធ្វើឲ្យប៉ះពាល់ដែរណាតេតងនឹងបើប្រវិញអាចនឹងបញ្ហានឹងក៏កើតឡើងរីក prostate តែយើងនិយាយប្រព័ន្ធណាបើថាយើងរីក prostate ហ្នឹងក៏វាអាចតេតងនឹងជំងឺដូចគ្នាបង្កឲ្យតែមានជំងឺដូចគ្នាណាហើយបើសិនជាយើងនិយាយពីជំងឺតេតងត្រង់នោមវាអាចបង្កឲ្យយើងមានបញ្ហាហ្នឹងគឺអ្នកដែលរលាកត្រង់នោមខាងដៃ បាទមានគាត់ប្រើខាងសាសរាប់ឆ្នាំនេះខ្ញុំអត់ជាបានមួយទឹកពីរទឹកមួយខែអញ្ចឹងឈឺទៀតអញ្ចឹងឧទាហរណ៍ថាគាត់អត់មានជំងឺផ្លោកនោមសកម្មទេតែដល់ពេលគាត់អាសាលាកតម្រងនោមអាចដោយសារតែគាត់អាសាប្រើប្រាស់ខាងសាសមួយចំនួនជាបាវាអាចទៅជាស៊ាំខាងសាសអញ្ចឹងគាត់បន្តប្រើអាលាកបាត់អញ្ចឹងទៅគឺទៅវាធ្វើឲ្យ sensor បជាទៅលើផ្លោកនោមមួយចំនួនអាចស្មើការចេញញ៉ាំកាហ្វេអត់ហូបអត់ហើយបាទកាហ្វេហូបយកប៊ីយ៉ា អញ្ចឹងទាំងអស់ហ្នឹងកាលណាយើងញ៉ាំ over អាហ្នឹងក៏អាចឲ្យកកើតទៅជាជំងឺដូចគ្នាណាអ្នកញ៉ាំកាហ្វេធម្មតាញ៉ាំកាហ្វេអង្គុយខាងទុំទីទៅទឹកអីមិនអញ្ចឹងប៊ីយ៉ាអីហ្នឹងត្រូវហ្នឹងញ៉ាំប៊ីយ៉ាអីឆាប់នោមលឿនអញ្ចឹងទៅកាលណាយើង active មានថាយើងញ៉ាំរហូតគេហៅថាគ្រឿងស្រវឹងជាប់លាប់កាហ្វេញ៉ាំមួយថ្ងៃមួយកែវអត់អីទេណាព្រោះញ៉ាំមួយកែវដែរ một keo với ngày qua còn chờ này ngày qua một con đại lục phơiអញ្ចឹងហ៎ភ្លក់កាហ្វេហ៎ទៅលោកបញ្ជាក់ឡើងវិញណាមិនលោកញ៉ាំមួយកែវដែរថែអ្នកជំងឺអីណាអ្នកដែលញ៉ាំកាហ្វេឲ្យកកើតទៅជាជំងឺផ្លោកនោមសកម្មគាត់ញ៉ាំកម្រិតខ្ពស់ណាតិចទៅវិញទៅដល់ឡើងហ៊ានញ៉ាំកាហ្វេដាច់កាហ្វេធ្វើទុកដាច់កាហ្វេនឹងទៀតដល់ពេលចុងក្រោយធ្វើទុកមកជួបលោកគ្រូវិញបណ្ដោយcòn mòn thật mòn ngay បាទគ្រូអញ្ចឹងដែរពេលណានិយាយថាគ្រូសាំងគាត់ញៀនកាហ្វេលោកដាច់កាត់អត់ញៀនទេគ្រូប្រាប់គាត់អញ្ចឹងថាគ្រូញ៉ាំដែរគ្រូមិនដែរញៀនផងអត់ដែរញៀនកាហ្វេគាត់តែពេលព្រឹកយើងអត់កាហ្វេអត់បានតែប៉ុណ្្នឹងទេអត់ញៀនទេណាបាទអញ្ចឹងអូខេមួយថ្ងៃតែមួយកែវហ្នឹងអត់អីទេណាកាហ្វេព្រោះកាហ្វេមានអត្ថប្រយោជន៍គុណសម្បត្តិដូចគ្នាណាព្រោះអ្នកលើគីឡូមួយចំនួនក៏អាចដែរណាអាហ្នឹងក៏មូលហេតុបន្ទាប់ផ្សំដែលអាចកើតជំងឺនឹងបានណាបាទដូចហរម៉ូននេះប្រែប្រួលមួយចំនួនណាអាហ្នឹងក៏អាចជាបញ្ហាដែរជាពិសេសអ្នកដែលញ៉ាំថ្នាំមីលើទីហោឲ្យរូបហ្នឹងណាអ្នកដែលជួយញ៉ាំថ្នាំច្រើនបន្តិចឈឺនេះតិចឈឺនោះញ៉ាំថ្នាំចូលឡើងពេលខ្លះក៏ប៉ះពាល់ទៅផ្លោកនោមរបស់យើងដែរណាព្រោះថ្នាំទាំងអស់ប៉ះពាល់ទៅពេលថ្លើមពោះវៀនត្រង់នោមផ្លោកនោមមកទៅបានទៅចេញថ្នាំចាំអញ្ចឹងតែគាត់អាសាញ៉ាំថ្នាំញឹកញាប់ពេកក៏អាចឲ្យផ្លោកនោមគាត់មានបញ្ហាកើតជាសកម្មដូចគ្នាណាបាទអញ្ចឹងលោកគ្រូជំនួយមូលហេតុព្រោះដើម្បីអីអាចជាចំណេះដឹងយើងយល់ពីយើងនឹងខ្ពស់តិចណាទៅព្យាបាលជាមួយលោកគ្រូសហការជាមួយលោកគ្រូបានលទ្ធផលរយៈពេលខ្លីណាតែមកការព្យាបាលគ្រូប្រើថ្នាំតែមួយមុខទេណាអត់ច្រើនទេណាហើយគ្រាប់ទូទៀតថ្នាំអញ្ចឹងអីខ្ញុំគ្រូធូរចិត្តតិចព្រោះនេះចូលចិត្តថ្នាំបាទនៅពេលចូលចិត្តថ្នាំឲ្យថ្នាំមួយអត់អស់ចិត្តទេឲ្យថ្នាំក៏មិនជាគ្រូញ៉ាំ4 5គ្រាប់ទៅគាត់ចង់បានថ្នាំច្រើនគាត់ថាជាលឿនគាត់អត់ទាន់យល់ថាថ្នាំហ្នឹងជាវត្ថុមុខពីរទេ